បាទសួស្តីហ្នឹងហើយថ្ងៃនេះខ្ញុំចង់ធ្វើវីដេអូបង្ហាញអំពីរបៀបរាយ iPhone ប៉ុន្តែមុននឹងយើងរាយគឺទីមួយយើងត្រូវចេះឆែក iMe មើលសិនតើទូរស័ព្ទហ្នឹងវាជាប់ iCloud ឬក៏មិនជាប់អញ្ចឹងណាអញ្ចឹងដំណាក់កាលទី1នៅពេលដែលវាចេញអញ្ចឹងគឺយើងមិនអាចឆែកដឹងទេតែយើងធ្វើការបិទគ្រឿងសិនអញ្ចឹងខ្ញុំសុំធ្វើការបិទគ្រឿងអញ្ចឹងបន្ទាប់ពីយើងធ្វើការបិទគ្រឿងគឺបើយើងមានដូចនេះគឺយើងដោតទៅគឺវាអូតូម៉ាទិកតែម្ដងគឺវាចេញ connect iTunes តែម្ដងអញ្ចឹងបើយើងអត់មានទេគឺយើងចុច volume ដកហើយនឹង power នេះយើងដោតដូចបញ្ចូលអញ្ចឹងគឺវាមានពីរដំណាក់កាលឥឡូវនេះខ្ញុំធ្វើការដោតអញ្ចឹងនៅពេលដែលយើងធ្វើការដោតដូចយើងចុចផងក៏បានដែរខ្លាចដូចខ្លះវាអត់សូវដិតនេះចុច volume ដកអញ្ចឹងមកនេះអត់ដិតទេឃើញចេះយូរចេះអត់ដិតទេអញ្ចឹងយើងដោតម្ដងទៀតគឺយើងធ្វើការដោតយើងចុច volume ទាំងពីរហ្នឹងមក volume power ហើយនិង volume ដកឲ្យជាប់អញ្ចឹងមកហើយយើងដោតដូចបញ្ចូលនេះរហូតដល់វាចេញបែបនេះនៅពេលវាចេញបែបនេះគឺយើងមើលទៅលើកុំព្យូទ័រម្ដងគឺយើងបើកកម្មវិធី Studio Tool តែយើងត្រូវមើលដែរឲ្យវាស្គាល់បើវាអត់ស្គាល់ទេគឺវាចេញបែបនេះឯងអញ្ចឹងឥឡូវនេះយើងធ្វើការដោតដូច connect ចូលកុំព្យូទ័របន្ទាប់មកយើងធ្វើការមើលទៅលើ Studio Tool បាទអញ្ចឹងនៅពេលដែលវាស្គាល់គឺវាចេញត្រង់ទីបែបនេះគឺវាប្រាប់ពី model iPhone 7ហើយនេះគឺ serial គឺវាចេញ iMe ទេវាចេញជា serial នៅពេលដែលវាចេញ connect iTunes អញ្ចឹងមកអញ្ចឹងយើងចុចលើ serial ចុចមកប៉ឹកមកបាទបន្ទាប់មកយើងមកបើក website បាទនេះជា website របស់វាអញ្ចឹងបន្ទាប់មកយើងយក serial ហ្នឹងឬក៏ iMe យកមកផាសកន្លែងនេះហើយយើងចុចផាសមកបាទអញ្ចឹងពេលយើងចុចផាសតមកយើងចុច start website នេះគឺវាតម្រូវឲ្យឆែក iMe អញ្ចឹងខ្ញុំត្រូវ website មួយទៀតសិនបាទព្រោះវា website ខ្លះវាមិនឲ្យយើងឆែក serial ទេបាទអត់បានទេបាទអញ្ចឹងគឺអត់តាន់ដឹងលទ្ធផលទេអញ្ចឹងគឺខ្ញុំមាន website នេះមួយនេះ website នេះគឺ website ហ្នឹងយក serial មកឆែកបន្ទាប់មកយើងបាន iMe បន្ទាប់មកយើងយក iMe ទៅឆែកម្ដងទៀតបាទគឺយើងមានពីរដំណាក់កាលអានេះដោយសារ website ខ្លះវាបិទអញ្ចឹងឥឡូវខ្ញុំធ្វើការឆែកម្ដងទៀតបាទអានេះឆែក iMe វិញបាទអញ្ចឹងយើងបាន iMe ហើយយើងធ្វើការឆែក iCloud មួយសារទៀតបាទនេះគឺវាចេញតម្រងបែបនេះបាទអញ្ចឹងទូរស័ព្ទនេះគឺជាប់ iCloud ហើយនៅពេលដែលវាចេញ iCloud lock នេះឃើញទេ on បើសិនជាវាចេញ off វាចេញអក្សរ off អានឹងបានន័យថាវាអត់ជាប់ទេតែវាចេញ on បែបនេះគឺទូរស័ព្ទនឹងជាប់ iCloud ហើយអញ្ចឹងនៅពេលដែលយើងធ្វើការរាយជាមួយ Studio Tool នៅពេលដែលយើងរាយ Studio Tool គឺរាយចប់គឺវានឹងជាប់ iCloud ដដែលអញ្ចឹងគឺអត់អាចធ្វើបានទេអញ្ចឹងគឺយើងមានវិធីសាស្ត្រផ្សេងមួយទៀតអានេះគឺខ្ញុំគ្រាន់តែបញ្យល់អំពីរបៀបយើងធ្វើការឆែកទូរស័ព្ទហ្នឹងតើវាជាប់ iCloud ឬក៏មិនជាប់បើមិនជាវាអត់ជាប់ទេយើងអាចធ្វើការរាយបានយើងគ្រាន់តែចុច clear នេះមកគឺយើងចុច flash ទៅគឺវាទៅហើយប៉ុន្តែយើងអាចធ្វើអញ្ចឹងបានទេព្រោះទូរស័ព្ទនេះជាប់ iCloud នេះជាក់ស្ដែងដែលយើងឆែកមើលអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេរបៀបបញ្យល់របៀបឆែក iCloud បាន